សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី11មនុស្សល្អត្រូវចេះសុខចិត្តចាញ់ប្រៀបនៅចំពោះមុខមនុស្សល្អត្រូវចេះព្រមចាញ់ប្រៀបនៅចំពោះមុខដើម្បីដោះដូរជាមួយផលប្រយោជន៍ផ្សេងដើម្បីមានជីវិតរស់នៅនិងដើម្បីគោលដៅវែងឆ្ងាយសូមពិចារណាពីស្ថានភាពមួយបុរសម្នាក់បើកឡានទៅបុកឡានអ្នកដទៃឡានអ្នកដទៃនោះរបស់តិចតួចស្ទើរតែនិយាយបានថាគ្មានអ្វីតែម្ដងដោយមិនចង់ចាញ់ប្រៀបបុរសនោះក៏មានចេតនាតវ៉ាជាមួយគេបន្តិចបន្តួចប៉ុន្តែភីគីម្ខាងទៀតវិញមានបុរសមៀតធំ4នាក់មុខមាត់កាច់សាហាវចុះពីឡានមកឡោមព័ទ្ធបង្ខំឲ្យបុរសនោះបង់ថ្លៃខូចខាតបុរសនោះក្រឡេកមើលទៅជុំវិញខ្លួនមានតែវាលស្រែមិនដឹងថាត្រូវទៅសុំជំនួយពីនរណាបានទេស្ថិតក្នុងករណីបែបនេះចង់សួរថាខណៈពេលទឹកដល់ច្រមុះបែបនេះតើយើងព្រមចាញ់ប្រៀបនៅចំពោះមុខគឺឲ្យប្រាក់គេបញ្ចប់រឿងដើម្បីយករួចខ្លួនដែរឬទេបើមិនមែនជាអ្នកចរចាបញ្ចុះបញ្ចូលដល់ឆ្នើមនិងមិនមែនជាអ្នកពូកែប្រដាល់ទេគឺមានតែត្រូវចាយលុយបញ្ចប់រឿងជាជំរើសតែមួយគត់រឿងយុទ្ធធម៌នរណាត្រូវនរណាខុសមិនបាច់និយាយដល់នោះទេកញ្ជ្រោងចាស់សូមផ្ដល់ជាយោបល់ថានៅក្នុងសង្គមមនុស្សព្រៃផ្សៃនេះគេពុំសូវនិយាយពីហេតុផលអ្វីនោះទេនរណាធំខ្លាំងក៏រស់បានតើនៅមានហេតុផលអ្វីឲ្យលើសពីនេះទៀតទេដូចឧទាហរណ៍ខាងលើនេះការព្រមបង់លុយគឺជាការយល់ព្រមចាញ់ប្រៀបនៅចំពោះមុខបើយើងមិនព្រមបង់លុយអាចនឹងត្រូវគេឡោមវាយទាំងមនុស្សទាំងឡានជាមិនខានមុននឹងប្តឹងប៉ូលីសគឺមុខតែស្ទើរងាប់ស្ទើររស់ទៅហើយបើប្តឹងប៉ូលីសក៏ប្រហែលជាជួយអ្វីមិនបាននោះដែរបើសំណាងល្អប៉ូលីសចាប់ពួកនោះបានឯយើងឈឺសាច់ក៏នៅតែឈឺសាច់ជាដដែលព្រោះហេតុដូច្នេះឯងទើបកញ្ជ្រោងចាស់យល់ថាមនុស្សឆ្លាតត្រូវព្រមខាត់បង់ចំពោះមុខព្រោះបើមិនព្រមទេយើងអាចនឹងត្រូវខាត់បង់ធ្ងន់ជាងនេះមនុស្សល្អត្រូវព្រមចាញ់ប្រៀបចំពោះមុខតើដើម្បីអ្វីការព្រមចាញ់ប្រៀបនៅត្រង់នេះគឺដើម្បីប្រយោជន៍ផ្សេងទៀតដើម្បីភាពរុងរឿងនិងដើម្បីគោលដៅធំជាងនោះបើមិនព្រមចាញ់ប្រៀបនៅចំពោះមុខទេអាចនឹងត្រូវខាត់បង់ធំឬជួបនឹងគ្រោះធំរហូតដល់ជីវិតបើដូច្នេះតើឲ្យទៅនិយាយពីអនាគតឬឧត្តមគតិយ៉ាងម៉េចនឹងកើតទៅមនុស្សជាច្រើននៅពេលត្រូវគេកេងចំណេញនៅចំពោះមុខក៏ស្លោឈាមដល់ថ្នាក់មានអារម្មណ៍ថាមុខមាត់កិត្តិយសយុត្តិធម៌ឬគោលការណ៍ជារឿងធំដុំទើបត្រូវប្រទូសារាយគ្នាឲ្យដឹងសងខ្មៅតែម្ដងមានអ្នកខ្លះដល់ថ្នាក់ត្រូវបរាជ័យដុនដាបរហូតក្រោកលែងរួចឯអ្នកខ្លះទទួលបានជ័យជំនះទាំងមានឈាមជោគខ្លួនពោលគឺខាត់បង់កម្លាំងកាយកម្លាំងចិត្តស្ទើរតែទ្រាំទ្រមិនរួចហាន់សិនគឺជាមេតបឆ្នើមនៅសម័យរាជវង្សហានដែលជាសម័យការបង្រួបបង្រួមជាតិគាត់ជាគំរូដ៏ល្អបំផុតក្នុងន័យនៃការយល់ព្រមចាញ់ប្រៀបនៅចំពោះមុខនេះក្រុមជនអន្តពានៅក្នុងភូមិមួយក្រុមបង្ខំឲ្យហាន់សិនដែលពេលនោះនៅវ័យក្មេងនៅឡើយលូនចូលក្រោមជើងរបស់គេបើមិនព្រមពួកគេនឹងវាយហាន់សិនក៏មិនបានថាអ្វីសុខចិត្តលូនក្រោមជើងគេភ្លាមព្រោះថាបើមិនព្រមលូនទេមុខតែត្រូវគេវាយដំច្រំធាក់ទ្រោមខ្លួនបើមិនស្លាប់ក៏ស្ទើរស្លាប់ដែរដើម្បីនឹងអាចមានជីវិតរស់មកធ្វើជាមេតបឆ្នើមនៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនបានគាត់ព្រមខាត់បង់ចំពោះមុខដើម្បីការពាររាងកាយដែលជាទ្រព្យធនសំខាន់បំផុតនៅពេលយើងជួបនឹងស្ថានភាពចាញ់ប្រៀបចូលគុំតាន់អើសម្ដែងភាពក្លាហានចូលគុំគិតថាអ្នកក្លាហានសម្លាប់បានតែប្រមាថមិនបានឲ្យសោះចូលគិតដល់គោលការណ៍ថាចេះយកខ្លួនរស់ជាកម្ពុជាមនុស្សសុខចិត្តចាញ់ប្រៀបនៅចំពោះមុខប្រសើរជាងបាត់បង់អ្វីគ្រប់យ៉ាងនៅពេលខាងមុខតើមានអីល្អទៅដែលឈ្នះសង្គ្រាមហើយយកឆ្អឹងមកវិញនោះបើអាចរក្សាប្រៃឲ្យគង់វង្សបានក៏មិនចាំបាច់ភ័យខ្លាចអត់អស់ដុតដែរសូមត្រឹមតែមានជីវិតនៅរស់បន្ទាប់ពីនោះចង់ធ្វើអ្វីក៏អាចធ្វើបាន